ក្មេងស្រីនៅក្នុងវីដេអូនេះខុសពីក្មេងស្រីដទៃនៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅមួយខណៈក្មេងជាច្រើនកំពុងរត់លេងសើចសប្បាយជាមួយមិត្តភ័ក្តិមានកុមារីម្នាក់អង្គុយស្ងៀមៗនៅមុខហាងជួសជុលកង់ដៃតូចរបស់នាងមិនកាន់តុក្កតាមិនកាន់ទូរស័ព្ទដៃប៉ុន្តែកំពុងកាត់ឧបករណ៍ប៉ះកង់មនុស្សដើរកាត់ជាច្រើនអ្នកខ្លះញញឹមខ្លះសម្លឹងមើលមុខដោយក្តីអាណិតប៉ុន្តែគ្មាននរណាដឹងថាក្មេងស្រីម្នាក់នេះកំពុងរៀនទទួលខុសត្រូវទៅលើជីវិតរបស់នាងតាំងពីក្មេងនោះទេរាល់ព្រឹកក្រោយចេញពីសាលាឬថ្ងៃឈប់សម្រាកនាងមិនទៅដើរលេងទេនាងរត់មកហាងជួយឪពុកម្ដាយឬអ្នកធំប៉ះកង់ជួយហុចឧបករណ៍រៀបចំគ្រឿងបន្លាស់ដំបូងនាងមិនចេះអ្វីទាំងអស់ប៉ុន្តែនាងមើលហើយសួរហើយរៀនពីមួយថ្ងៃទៅមួយថ្ងៃកង់1កង់2រហូតដល់ថ្ងៃ1នាងអាចប៉ះកង់ដោយខ្លួនឯងមុខនាងមិនញញឹមប៉ុន្តែនាងមិនសប្បាយចិត្តទេព្រោះនាងដឹងថាជីវិតមិនមែនសម្រាប់តែលេងសើចប៉ុណ្ណោះនោះទេរកកង់ដែលនាងគឺជាសេចក្តីសង្ឃឹមតូចមួយដែលជួយដល់បន្ទុកគ្រួសាររបស់នាងប្រហែលថ្ងៃនេះនាងនៅជាក្មេងស្រីធម្មតាម្នាក់ប៉ុន្តែថ្ងៃស្អែកនាងអាចក្លាយទៅជាអ្នកជំនាញម្ចាស់ហាងឬអ្នកជោគជ័យម្នាក់ព្រោះភាពជោគជ័យមិនចាប់ផ្ដើមពីលុយច្រើននោះទេវាចាប់ផ្ដើមពីការហ៊ានរៀនហ៊ានប្រឹងនិងមិនខ្លាចការងារបើយើងឃើញកុមារម្នាក់កំពុងខិតខំកុំប្រញាប់វិនិច្ឆ័យគេពេលខ្លះអ្វីដែលយើងមើលឃើញគឺជាការលំបាកអាចជាមេរៀនដ៏មានតម្លៃសម្រាប់អនាគតរបស់ពួកគេសូមជូនពរកុមារគ្រប់រូបដែលកំពុងខិតខំរៀនកំពុងជួយគ្រួសារនិងកំពុងតែតស៊ូដើម្បីក្តីសង្ឃឹមរបស់ខ្លួនកុំមើលស្រាលក្មេងដែលខំប្រឹងធ្វើការព្រោះថ្ងៃណាមួយគេអាចក្លាយជាមនុស្សដែលជោគជ័យជាងយើង